Hello សួស្តីអ្នកទាំងអស់គ្នាចាថ្ងៃនេះមកចង់មកណែនាំរឿង BL Chinese បែប short film ហ្នឹងហើយអ្នកទាំងអស់គ្នាគឺថាល្អមើលខ្លាំងមែនទែនអ្នកទាំងអស់គ្នាចានេះគឺរឿងមួយហ្នឹងអ្នកទាំងអស់គ្នាអាចទៅទស្សនាបានរឿងមួយហ្នឹងអត់មាននៅក្នុង YouTube ទេអ្នកទាំងអស់គ្នាចាបើអ្នកទាំងអស់គ្នាចង់ទស្សនាខ្ញុំអាចទម្លាក់ link ឲ្យបានអូខេចាសម្រាប់រឿងមួយហ្នឹងគឺថាល្អមើលខ្លាំងមែនទែនអ្នកទាំងអស់គ្នារឿងបែបខ្លីៗទេប៉ុន្តែចេញសាច់រឿងមកគឺញាក់តែម្ដងYes យើងធ្លាប់តែឃើញរឿង Chinese BL ចេញមកការថើបរបស់គាត់គឺអត់សូវលះទេប៉ុន្តែរឿងមួយនេះគឺថាថើបលះខ្លាំងមែនទែនអ្នកនរគ្នាអើយហើយសាច់រឿងគឺថាល្អមកខ្លាំងមែនទែនតែតួបឋមរបស់យើងគាត់គឺជា rider ហ្នឹងហើយអ្នកនរគ្នាកាពិតគាត់គឺជាកូនអ្នកមានប៉ុន្តែគាត់អត់ចូលចិត្តអារបៀបធ្វើ CEO អីចឹងណាគាត់ចូលចិត្តអារបៀបដើរលេងដាច់យប់អារបៀបប៉ុណ្ណឹងម៉ូតូសបាយអីចឹងណាចាហ្នឹងហើយអ្នកនរគ្នាហើយតួថប់របស់យើងម្នាក់ទៀតគឺគាត់គឺជាដុកទ័រឯកទេសខាងផ្លូវភេទហ្នឹងហើយអ្នកនរគ្នាថ្ងៃមួយគឺតួបឋមរបស់យើងហ្នឹងក៏ពិតគាត់គឺជាមនុស្សប្រុសធម្មតាប៉ុន្តែដល់ជើង3របស់គាត់នឹងវាអត់ឡើងអត់អីចឹងទៅគាត់ភ័យគាត់ទៅរោពេទ្យអីចឹងទៅដល់ទៅរោពេទ្យប៉ះថប់របស់យើងហ្នឹងគឺជាគេហ្នឹងហើយអ្នកនរគ្នាហើយតួបឋមក៏ដឹងដែរថាជាគេដល់អញ្ចឹងទៅគាត់ខ្លាចហ្នឹងហើយអ្នកនរគ្នាខ្លាចគេស៊ីអីចឹងណាទៅតួថប់របស់យើងហ្នឹងក៏បានណែនាំឲ្យគាត់ហ្នឹងគេជាមួយនឹងមនុស្សប្រុសទៅដើម្បីពិសោធន៍ថាតើគាត់ហ្នឹងអត់មានអារម្មណ៍ជាមួយនឹងមនុស្សស្រីឬក៏យ៉ាងម៉េចហ្នឹងហើយអ្នកនរគ្នាចាអូខេសម្រាប់រឿងមួយនេះគឺថាល្អមើលខ្លាំងអ្នកនរគ្នាថើបលះអូ my god របៀបតួបឋមរបស់យើងគឺជា straight ហ្នឹងហើយអ្នកនរគ្នា straight ក៏ស្រឡាញ់មនុស្សស្រីអញ្ចឹងណាប៉ុន្តែដល់ជួបហ្គេដូចជាតួថប់គឺថាតួថប់នេះលោខ្លាំងមែនទែនលោផងប្រឡំផងណាចាតួថប់គឺថាចាប់អារម្មណ៍គេតាំងពីមុនដំបូងប៉ុន្តែមាត់រឹងហ្នឹងហើយអ្នកនរគ្នាមាត់រឹងមែនប៉ុន្តែដៃដល់ yes Oh my god ល្អមើលខ្លាំងហ្នឹងហើយអ្នកតាគ្នាអាចទៅទស្សនាបានអរគុណច្រើនបាយបាយ